សំណួរសួរថាតើប្រទេសសិង្ហបុរីបានកែច្នៃសម្រាមឲ្យទៅជាអគ្គិសនីបានយ៉ាងដូចម្តេចមុននឹងឆ្លើយសំណួរខាងលើមកដឹងខ្លះៗពីប្រទេសនេះជាមុនសិនសិង្ហបុរីជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រជាជនក្រោម10លាននាក់ហើយប្រជាជនសិង្ហបុរីពោពេញដោយការអប់រំខ្ពស់ជាប្រទេសមានបំផុតផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះហើយជាប្រទេសដែលគ្មានសម្រាមបើនិយាយទៅសូម្បីតែស្ករកស៊ូមួយដុំធ្លាក់លើដីក៏អត់មានដែរភាសាប្រទេសសិង្ហបុរីហ្នឹងយកសម្រាមទាំងអស់ក្នុងមួយថ្ងៃយកទៅដុតដើម្បីបំលែងទៅជាអគ្គិសនីហើយនេះជាវិធីដែលសិង្ហបុរីធ្វើដែលបំលែងសម្រាមឲ្យទៅជាអគ្គិសនីជាដំបូងគេប្រមូលសម្រាមទាំងអស់នៅក្នុងប្រទេសរួចដឹកវាទៅកាន់រោងចក្រដើម្បីដុតកម្ទេចភ្លើងសម្រាប់ដុតនៅក្នុងរោងចក្រនេះគឺចេះ24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍និង365ថ្ងៃក្នុងមួយឆ្នាំហើយកម្ដៅដែលបានមកពីការដុតនេះคล้ายទៅជាថាមពលអគ្គិសនីសម្រាប់បំភ្លឺតាមគេហដ្ឋានចំណែកឯផ្សែងពុលវិញត្រូវបានគេចម្រោះចេញយ៉ាងល្អរហូតคล้ายទៅជាខ្យល់ដែលស្អាតបំផុតចំពោះភក់ផេះដែលនៅសល់ពីការដុតត្រូវបានគេដឹកយកទៅចាក់បំពេញនៅកោះសវនិមិត្តមួយក្នុងអាងទឹកពិសេសដែលមិនប៉ះពាល់ជាមួយនឹងទឹកសមុទ្រឡើយដំណើរការនេះគឺមានភាពស្អាតខ្លាំងណាស់រហូតដល់ផ្កាថ្មនៅតែអាចមានជីវិតរស់នៅហើយសត្វផ្សេងៗក៏នៅតែរស់នៅជាមួយនោះបានដែរ